ហើយតាក់ទងនឹងប៊ិចភ្លើង digital នេះផងដែរតម្លៃរបស់វាត្រឹមតែ$6បាទជំរាបសួរអ្នកទាំងគ្នាខ្ញុំបាទចង់បង្ហាញជូនអ្នកទាំងគ្នាអំពីប៊ិចភ្លើង digital អញ្ចឹងអ្នកទាំងគ្នាអាចមើលបានតាក់ទងនឹងប្រភេទប៊ិចភ្លើងនេះវាមានមុខងារជាច្រើនយើងនឹងបង្ហាញជូនអ្នកទាំងគ្នាអំពីរបៀបនៃការប្រើប្រាស់អញ្ចឹងអ្នកទាំងគ្នាអាចបើកប្រអប់វាមកហើយបន្ទាប់មកអ្នកទាំងគ្នាអាចមើលបាននៅក្នុងនេះវាមានប៊ិចភ្លើងមួយហើយក៏មាននៅក្នុងនេះមានតាក់ទងនឹងឯកសារនៃការណែនាំការប្រើប្រាស់ហើយក៏មានតាក់ទងនឹងថ្មសម្រាប់ដាក់នៅក្នុងប៊ិចភ្លើងយើងផងដែរអញ្ចឹងអ្នកទាំងគ្នាអាចបើកវាមកហើយខ្ញុំនឹងបង្ហាញជូនអ្នកទាំងគ្នាអញ្ចឹងអ្នកទាំងគ្នាអាចយកទូរវីមកដើម្បី move វាដើម្បីដាក់ថ្មវាហ្នឹងអញ្ចឹងខ្ញុំនឹងបង្ហាញជូនអ្នកទាំងគ្នាអញ្ចឹងនៅពេលដែលអ្នកទាំងគ្នា move វាបែបនេះហើយបន្ទាប់មកអ្នកទាំងគ្នាអាចបើកមកហើយបន្ទាប់មកអ្នកទាំងគ្នាអាចដាក់ថ្មចូលនៅក្នុងនេះបានហើយបន្តមកទៀតអ្នកទាំងគ្នាអាចបិទវាវិញមកអញ្ចឹងនៅពេលដែលអ្នកទាំងគ្នាអាចមើលនៅក្នុងនេះបានតាក់ទងនឹងប្រភេទប៊ិចភ្លើងនេះអ្នកទាំងគ្នាអាចយកទៅតេស្តតាក់ទងនឹងប្រព័ន្ធភ្លើងរបស់យើងរកខ្សែហ្វាឬក៏ខ្សែណឺតឬក៏តាក់ទងប្រព័ន្ធភ្លើងឬប្រព័ន្ធភ្លើងយើងមានឬក៏អត់ហើយមួយទៀតតាក់ទងនឹងខ្សែឆ្លងឬក៏ខ្សែដាច់ជាដើមហើយតាក់ទងនឹងប៊ិចភ្លើងនេះផងដែរក៏អ្នកទាំងគ្នាអាចយកទៅធ្វើជាទូរវីសម្រាប់ movie របស់យើងផងដែរហើយតាក់ទងនឹងមុខវាអ្នកទាំងគ្នាអាចមើលបានវាមានជាប្រភេទជ្រុងនិងប្រភេទតប៉ែតអញ្ចឹងបើសិនបើអ្នកទាំងគ្នាចង់ដូរមុខវាអ្នកទាំងគ្នាអាចត្រឡប់វាបែបនេះមកហើយបន្ទាប់មកអ្នកទាំងគ្នាអាចមូចូលវិញមកអញ្ចឹងតាក់ទងនឹងការប្រើប្រាស់គឺបែបនេះអញ្ចឹងខ្ញុំនឹងបង្ហាញជូនអ្នកទាំងគ្នាអញ្ចឹងអ្នកទាំងគ្នាអាចធ្វើបែបនេះមកហើយបន្ទាប់មកនៅពេលដែលអ្នកទាំងគ្នាចាប់ផ្ដើមនៃការប្រើប្រាស់អ្នកទាំងគ្នាអាចចុចត្រង់ចំណុចបេតុងពណ៌ក្រហមនេះមកហើយបន្ទាប់មកអ្នកទាំងគ្នាអាចចុចឲ្យជាប់បែបនេះមកហើយបន្ទាប់មកអ្នកទាំងគ្នាអាចចុចត្រង់ចំណុចកន្លែងនេះក៏មានតាក់ទងនឹងបិទឬក៏បើកហើយបន្ទាប់មកអ្នកទាំងគ្នាអាចចុចមួយបានន័យថាវាក៏មានតាក់ទងនឹងពិលសម្រាប់ប្រចាំងផងដែរហើយបន្តមកទៀតអ្នកទាំងគ្នាអាចមើលបានតាក់ទងនៅក្នុងនេះក៏តាក់ទងនឹងការតេស្តរតង់សុងអញ្ចឹងឧទាហរណ៍អ្នកទាំងគ្នាអាចតេស្តរតង់សុងតាក់ទងនឹងអ្នកទាំងគ្នាអាចចុចឲ្យជាប់បែបនេះមកហើយបន្តមកអ្នកទាំងគ្នាអាចមើលបានតាក់ទងនឹងកម្រិតតង់សុងរបស់យើងអញ្ចឹងនៅពេលដែលអ្នកទាំងគ្នាចុចអញ្ចឹងអ្នកទាំងគ្នាអាចមើលបានកម្រិតតង់សុងរបស់យើង218 វ៉ុលហើយបន្តមកនៅពេលដែលអ្នកទាំងគ្នាចង់ផ្ដាច់វាអ្នកទាំងគ្នាអាចចុចកន្លែងនេះមួយមកដើម្បីផ្ដាច់វាហើយបន្តមកទៀតអ្នកទាំងគ្នាអាចតេស្តតាក់ទងនឹងខ្សែរបស់យើង ហ្វាឬក៏ណឺតអ្នកទាំងគ្នាអាចធ្វើបែបនេះអញ្ចឹងនៅពេលដែលវាចេញពណ៌ក្រហមបែបនេះបានន័យថាខ្សែរបស់យើងគឺជាខ្សែហ្វាបើសិនបើវាចេញពណ៌ខៀវបែបនេះបានន័យថាខ្សែរបស់យើងគឺជាខ្សែណឺតហើយបន្តមកទៀតអ្នកទាំងគ្នាអាចតេស្តតាក់ទងនឹងតើខ្សែភ្លើងរបស់យើងមានភ្លើងឬក៏អត់អ្នកទាំងគ្នាអាចយកប៊ិចភ្លើងរបស់យើងដាក់តាមខ្សែរបស់យើងមកបើសិនបើវាលូតបែបនេះបានន័យថាប្រព័ន្ធខ្សែភ្លើងរបស់យើងមានភ្លើងហើយមួយទៀតតាក់ទងនឹងការតេស្តរតាក់ទងនឹងខ្សែរបស់យើងដាច់ឬក៏អត់អញ្ចឹងខ្ញុំនឹងបង្ហាញជូនអ្នកទាំងគ្នាឧទាហរណ៍អ្នកទាំងគ្នាមានជាខ្សែបែបនេះអញ្ចឹងបើសិនបើអ្នកទាំងគ្នាចង់រកតាក់ទងនឹងខ្សែរបស់យើងដាច់ឬក៏ជាប់អ្នកទាំងគ្នាអាចចុចត្រង់ចំណុច AC នេះឲ្យជាប់អញ្ចឹងឧទាហរណ៍អ្នកទាំងគ្នាខ្សែរបស់យើងជាប់បែបនេះអញ្ចឹងអ្នកទាំងគ្នាអាចចុចត្រង់ចំណុចនេះមកបើសិនបើវាលោតក្រហមបែបនេះបានន័យថាខ្សែរបស់យើងជាប់ហើយបើសិនបើយើងប្លែងវាវិញបានន័យថាខ្សែរបស់យើងដាច់អញ្ចឹងតាក់ទងនឹងប៊ិចភ្លើងរបៀបនៃការប្រើប្រាស់នេះវាមានមុខងារជាច្រើនសម្រាប់រកខ្សែហ្វាឬក៏ខ្សែណឺតហើយតាក់ទងនឹងរកខ្សែរបស់យើងមានភ្លើងឬក៏អត់ហើយតាក់ទងនឹងការវាស់កម្រិតតង់សុងហើយនឹងធ្វើជាទូរវីសម្រាប់ movie ក៏បានហើយតាក់ទងនឹងប៊ិចភ្លើង digital នេះផងដែរតម្លៃរបស់វាត្រឹមតែ$6បើសិនបើអ្នកទាំងគ្នាចង់បានអ្នកទាំងគ្នាអាចតាក់ទងតាមឆាតឬក៏លេខទូរស័ព្ទមកខ្ញុំឬក៏តាមលេខ Telegram ខ្ញុំក៏បានខ្ញុំបាទសូមអរគុណ